តាអ្នកដឹងទេថានៅកណ្ដាលមហាសមុទ្រអាត្លង់តិកមានកោះតូចមួយដែលមនុស្សភាគច្រើនមិនហ៊ានឈានជើងចូលកោះនោះត្រូវបានគេស្គាល់ថា Snake Island ឬកោះពស់នៅលើកោះនេះមានពស់ជាច្រើនរស់នៅជាមួយគ្នារួមមានពស់ពឹសនិងពស់ជាច្រើនប្រភេទផ្សេងទៀតដែលមានវត្តមាននៅលើកោះនេះកោះនេះមានទីតាំងស្ថិតនៅក្នុងប្រទេសប្រេស៊ីលនិងមានចម្ងាយប្រមាណ35គីឡូម៉ែត្រពីឆ្នេរនៃប្រទេសប្រេស៊ីលកោះនេះតូចប៉ុន្តែមានព្រៃក្រាស់និងបរិស្ថានសមស្របសម្រាប់ឲ្យពស់រស់នៅអ្វីដែលធ្វើឲ្យកោះពស់នេះល្បីនោះគឺចំនួនបរិមាណពស់ដ៏ច្រើនដែលមានវត្តមាននៅលើកោះនេះនៅលើកោះនេះមានពស់ជាច្រើនប្រភេទប៉ុន្តែប្រភេទដែលល្បីជាងគេគឺពស់ Golden Lancehead ដែលជាពស់ដែលមានពឹសខ្លាំងជាងគេបំផុតនៅលើកោះនេះ Golden Lancehead មានពណ៌លឿងត្នោតដែលជួយឲ្យវាលាក់ខ្លួនបាននៅក្នុងស្លឹកឈើពឹសរបស់វាអាចបំផ្លាញជាលិកានិងធ្វើឲ្យសត្វដែលវាខាំចុះខ្សោយបានយ៉ាងឆាប់រហ័សដោយសារតែគ្មានសត្វប្រមាញ់ធំនៅលើកោះពស់នេះបានក្លាយជាអ្នកគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីនៅទីនោះពស់ទាំងអស់នេះអាចរស់នៅលើដើមឈើលើដីនិងតំបន់ព្រៃក្រាស់ៗដើម្បីរងចាំសត្វព្រៃដែលជាចំណីរបស់វាចូលមកជិតរឿងដែលធ្វើឲ្យមនុស្សភ័យខ្លាចនោះគឺមិនមែនតែពឹសរបស់ពស់នោះទេប៉ុន្តែគឺបរិមាណរបស់ពស់នៅទីនោះនៅលើកោះនេះមានពស់ប្រហែល 2000 ទៅ 4000 ក្បាលដូច្នេះអ្នកដែលចូលទៅលើកោះនេះគឺនឹងជួបពស់គ្រប់ទីកន្លែងដោយសារតែគ្រោះថ្នាក់ខ្ពស់រដ្ឋាភិបាលប្រេស៊ីលបានហាមឃាត់និងមិនឲ្យមនុស្សទូទៅចូលទៅលើកោះនេះដោយគ្មានការអនុញ្ញាត Snake Island គឺជាឧទាហរណ៍មួយដែលបានបង្ហាញថាធម្មជាតិអាចបង្កើតទីកន្លែងដែលអស្ចារ្យនិងគ្រោះថ្នាក់ក្នុងពេលតែមួយទោះបីវាមើលទៅស្រស់ស្អាតពីចម្ងាយក៏វានៅតែជាកន្លែងដែលមនុស្សគ្រប់រូបមិនគួរចូលទៅជិតសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចចូលចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីអាថ៌កំបាំងនិងការពិតដែលគួរចាប់អារម្មណ៍នៅជុំវិញពិភពលោក